នំបញ្ចុកទឹកប្រហុកឲ្យតែខ្ញុំធ្វើម្ដងគឺថាញ៉ាំអស់ម្ដង2ចានគោម្នាក់ឯងហ្មងហើយនេះអត់ពិបាកធ្វើទេបងប្អូនងាយសឹងតែថាគ្រឿងនៅផ្ទះរបស់យើងក៏មានគ្រប់ដែរយើងទិញតែត្រីតែបន្តិចមកនំបញ្ចុកបន្លែបន្តិចគឺយើងធ្វើញ៉ាំបានហើយអញ្ចឹងបើសិនជាបងប្អូនណាដែលចង់ដឹងពីរបៀបធ្វើអាចមើលក្នុងវីដេអូនេះបានគ្រឿងផ្សំដំបូងយើងមានខ្ទឹមសខ្ទឹមក្រហមយើងមានម្ទេសធម្មតាហើយនិងម្ទេសម្លេនេះអានឹងបើសិនជាបងប្អូនមានដាក់មកវាធ្វើឲ្យទឹកប្រហុករបស់យើងនឹងខាប់ល្អក្លិននឹងក៏ឈ្ងុយដែរហើយខ្ទឹមសខ្ទឹមក្រហមយើងដាក់រៀងច្រើនបន្តិចមកណាបងប្អូនមុខនឹងហើយបើថាម្ទេសដៃនាងវិញអានឹងវាហល់អញ្ចឹងឲ្យបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេយើងសេរីមើលយើងចេះហល់ប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅសម្រាប់គ្រឿងទាំង4មុខហ្នឹងយើងយកវាមកលីងលើភ្លើងអត់មានដាក់ទឹកដាក់ប្រេងឆាអីទេលីងប្រហែលជាខ្ទង់4ទៅ5នាទីតោះតែវាឡើងសបកាឡាតមកល្មមចាំយើងយកវាទៅកិនហើយនៅក្នុងនេះខ្ញុំបន្ថែមទឹកបន្តិចដែរបងប្អូនដើម្បីឲ្យវាកិនទៅបានម៉ត់ល្អឬក៏បងប្អូនណាដែលអត់មានម៉ាស៊ីនកិនទេយើងបុកក៏បានដែរប៉ុន្តែធ្វើមិនឲ្យវាម៉ត់មកណាបងប្អូនកុំឲ្យនៅដុំព្រោះបើវានៅដុំទឹកប្រហុករបស់យើងក៏រៀងដុំតាមនឹងដែរហើយគ្រឿងបន្ទាប់មកទៀតគឺប្រហុកបងប្អូនខ្ញុំប្រើប្រហែលជាខ្ទង់កន្លះខាំយើងលាងទឹកលាងអីឲ្យស្អាតច្រាំវាឲ្យម៉ត់មកហើយមួយទៀតនឹងស្ករគឺប្រើស្ករត្នោតដែរបងប្អូនយើងអាចប្រើជាស្ករសបានទេបើស្ករសធ្វើចេញមកគឺដឹងតែអត់ឆ្ងាញ់ហ្មងស្ករត្នោតហ្នឹងគឺខ្ញុំដាក់1ស្លាបព្រាបាយរៀងកំប៉ុងយើងកូរវានៅលើភ្លើងតិចប្រហែលជាខ្ទង់2នាទីតោះតែវាឡើងសបកាឡាតជើងក្រងអញ្ចឹងចាំយើងដាក់ប្រហុកចូលសម្រាប់គ្រឿងក្រៅទាំងពីរមុខនេះបងប្អូនកុំទាន់ដាក់ច្រើនណាដាក់មកល្មមសិនបានហើយយើងសេរីមើលតាមនឹងទៅបើសិនជាប្រហុកយើងអត់សូវប្រៃដាក់រៀងច្រើនប៉ុន្តែបើថាប្រៃដាក់រៀងតិចតាមនឹងទៅយើងកូរប្រហុកជាមួយស្ករត្នោតហ្នឹងឲ្យវាឡើងឈ្ងុយសិនចាំដាក់គ្រឿងកិនចូលបងប្អូនហើយកូរចូលគ្នានឹងប្រហែលជាខ្ទង់2ទៅ3នាទីតើវាឡើងក្លិនឈ្ងុយរៀងខាប់មកល្មមចាំយើងចាក់ទឹកចូលសម្រាប់ទឹកសេរីមើលមកល្មមកុំយករាវពេកកុំខាប់ពេកអានេះគឺយើងយករៀងគឺយើងយកវារៀងរាវបន្តិចក៏បានដែរបងប្អូនព្រោះពេលដែលយើងលើកដាក់ចុះត្រជាក់ទៅវាខាប់ជាងមុនអញ្ចឹងបើសិនជាយើងយកខាប់នៅលើភ្លើងដាក់ចុះត្រជាក់ទៅកាន់តែខាប់ជាងមុនទៀតហើយសម្រាប់គ្រឿងគឺខ្ញុំបន្ថែមតែប៊ីចេង1ស្លាបព្រាកាហ្វេកន្លះទេបងប្អូនមើលថាស្ករគឺវាផ្អែមហើយប្រហុកវាប្រៃស្រាប់ហើយអញ្ចឹងយើងអត់មានចាំបាច់ត្រូវថែមថយទឹកត្រីអំបិលអីទៀតទេបងប្អូននិយាយទៅប្រើតែប្រហុកស្ករត្នោតជាមួយនឹងប៊ីចេងហ្នឹងបន្ទាប់ពីយើងដាក់ទឹកដាក់គ្រឿងក្រៅអីហើយបងប្អូនទុកនៅលើភ្លើងប្រហែលជាខ្ទង់4ទៅ5នាទីឬក៏3-4នាទីអីអញ្ចឹងណាឲ្យវារៀងខាប់ជាងមុនបន្តិចទៅបានរសជាតិរបស់វានឹងរៀងដិតបើសិនជាយើងដាក់វាពុះភ្លាមលើកដាក់ចុះផ្លែតគឺអត់សូវឆ្ងាញ់ទេហើយសម្រាប់រសជាតិបងប្អូនភ្លក់មើលថែមថយតាមនឹងទៅរសជាតិគឺខ្ញុំយករៀងប្រៃផ្អែមអញ្ចឹងណាគ្រាន់ថានេះអត់ប្រៃខ្លាំងទេប៉ុន្តែធ្វើម៉េចឲ្យវាបានរៀងដិតប្រហុកបន្តិចហើយសម្រាប់នំបញ្ចុកទឹកប្រហុកគឺញ៉ាំជាមួយបន្លែមានដូចជាស្ពៃក្តៅផ្កាស្ពៃសណ្តែកគួរយើងមានពោតបារាំងអីហ្នឹងបងប្អូនហើយបន្លែទាំងអស់ហ្នឹងគឺត្រូវយកមកស្រោះគ្រាន់ថាយើងស្រោះឲ្យយូរពេកទេបងប្អូនស្រោះហ្នឹងយកតែឆ្អិនមកល្មមបានហើយអានេះបើសិនជាវាអាលួយជ្រុលញ៉ាំអត់សូវឆ្ងាញ់ទេវារៀងផុយអីអញ្ចឹងណាបន្ទាប់ពីយើងស្រោះបន្លែរួចរាល់ហើយអីដែលសំខាន់គឺនំបញ្ចុកសម្រាប់នំបញ្ចុកគឺត្រូវតែស្រោះហ្មងបងប្អូនបើសិនជាយើងយកទាំងច្បាយហ្នឹងយកទៅស្រូបជាមួយទឹកប្រហុកហ្មងអត់ឆ្ងាញ់ទេបងប្អូនដោយសារតែច្បាយវារៀងដុំជាប់គ្នាអញ្ចឹងណាហើយសម្រាប់ទឹកប្រហុកគឺយើងអត់ស្រូបរបៀបដូចទឹកស្លខ្មែរឬក៏ទឹកស្លការីអីទេយើងស្រូបរៀងជោគប៉ុន្តែបើថាទឹកប្រហុកវិញស្រូបតែមួយល្មមទេអត់ស្រូបរបៀបអត់មានទឹកស្លទឹកអីច្រើនអញ្ចឹងណាហើយអីដែលសំខាន់មួយទៀតគឺត្រីអណ្ដែងណាបងប្អូនត្រីអណ្ដែងហ្នឹងយើងអាំងវារៀងក្រៀមបន្តិចក៏បានដែរសម្រាប់ខ្ញុំនេះដំបូងខ្ញុំថាអាំងយកមកល្មមទេបងប្អូនប៉ុន្តែដោយសារខ្ញុំដាក់ក្នុង microwave ខ្ញុំចុចច្រឡំ function ទៅជាដាក់ដុតវិញមានណែឡើងស្រួយប្រោកដូចត្រីឆ្អើរអញ្ចឹងណាបងប្អូនប៉ុន្តែដល់ពេលញ៉ាំទៅឆ្ងាញ់ជាងត្រីអាំងធម្មតាទេបងប្អូនស្រួយយកមកញ៉ាំជាមួយនំបញ្ចុកទឹកប្រហុកអញ្ចឹងហាក់ឡើងត្រូវគ្នាហ្មងហើយសម្រាប់នំបញ្ចុកទឹកប្រហុកនេះគឺគេមានច្បាយក្រូចឆ្មាចូលទៀតណាបងប្អូនច្បាយចូលមួយចំណិតឬក៏ពីរចំណិតតាមនឹងទៅប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំអត់ចូលចិត្តទេបងប្អូនខ្ញុំចូលចិត្តរសជាតិទឹកប្រហុកនឹងសុទ្ធហ្មងអត់ចាំបាច់ច្បាយក្រូចឆ្មាអីទេហើយសម្រាប់ទឹកប្រហុកដែលនៅសល់នេះយើងអាចទុកបានណាបងប្អូនច្រកកន្លច្រកដបអីទៅទុកក្នុងទូទឹកកកញ៉ាំបានខ្ទង់មួយអាទិត្យពីរអាទិត្យអីដែរសម្រាប់ទឹកប្រហុកហ្នឹងបងប្អូនទុកឲ្យត្រជាក់សិនចាំយកមកញ៉ាំបើសិនជាញ៉ាំទាំងក្តៅវារៀងកាហាយរៀងហល់អីបន្តិចចឹងណាប៉ុន្តែខ្ញុំនេះមានបានចាំណាបងប្អូននិយាយទៅញ៉ាំទាំងក្តៅហ្មងញ៉ាំដំបូងមុខធម្មតាទេយូរទៅហល់ទៅឡើងក្រហមមុខហ្មងប៉ុន្តែបើថារសជាតិវិញគឺមកឆ្ងាញ់បងប្អូនរៀងដិតប្រហុកបន្តិចប្រៃផ្អែមមកល្មមចឹងណាហើយនេះអ្នកខ្លះទៅញ៉ាំញោមដូចខ្ញុំអញ្ចឹងហើយខ្លះទៀតគឺគេផ្ទាប់ក៏បានដែរប៉ុន្តែបញ្ជាក់បងប្អូនកុំស្រូបជោគពេកស្រូបយកតែមកល្មមបានហើយសម្រាប់ខ្ញុំគឺញ៉ាំអស់មួយចានគោមនឹងហ្មងបងប្អូនអានេះខ្ញុំអត់សូវឃ្លានផងបើថាខ្ញុំឃ្លានវិញ2ចានគោមនឹងគឺញ៉ាំអស់តែឯងទេហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ